នៅថ្ងៃបន្ទាប់ឆៃខៃបានរត់គេចខ្លួនពេញមួយយប់ដំណឹងនេះបានរីករាលដាលពីពេញភូមិតើអ្នកធ្លាប់ពើអំពី Shen Chiu-ching ទេស្វាមីដ៏សង្ហារបស់ខ្ញុំបានរត់គេចខ្លួនអ្នកអាចមើលឃើញរបាស្រែកយប់អាពាហ៍ពិពាហ៍គឺជាយប់ដែលពួកគេបានមកទទួលពួកគេបើគាត់រត់គេចខ្លួនចុះ Shen Chiu-ching វិញវាមិនមែនថាអ្នកបានក្លាយជាកម្លាំងមួយដែលត្រូវគិតគូរនោះទេអ្នកបាននិយាយថាពីគ្មានអ្នកណាមករកគាត់ឬលើកគាត់ឡើងទេចូលយើងត្រឡប់ទៅទីក្រុងប៉េកាំងវិញក្នុងរយៈពេល2ឆ្នាំកន្លងមកនេះការថែរក្សាឆៃថៃនិងអ្នកដទៃទៀតនៅពីក្រោយឆាកខ្ញុំបានរកឃើញនរណាម្នាក់ភ្លាមបន្ទាប់ពីប្តីខ្ញុំស្លាប់ពួកគេបានជួបមនុស្សល្អម្នាក់ប៉ុន្តែគ្មានអ្នកណាប្រាប់ពួកគេទេខ្ញុំរៀបការរួចហើយខ្ញុំពិតជារីករាយណាស់ដែលព័ត៌មាននេះត្រូវបានលេចធ្លាយខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ Shen Ye-tu ចំពោះនាងជាយូរមកហើយប្រាប់អ្នកថាឆៃថៃមិនមានវានៅក្នុងចិត្តរបស់គាត់ទេអ្នកមិនជឿថាមនុស្សនោះជាអ្នកបានជួយសង្គ្រោះជីវិតខ្ញុំប៉ុន្តែអ្នកចំណាយពេលទាំងអស់របស់អ្នកមិនធ្វើអ្វីក្រៅពីអានសៀវភៅការហ្វឹកហាត់ដើរបង្ហាញយ៉ាងច្បាស់ថាគ្មានការហ្វឹកហាត់ទេខ្ញុំបានប្រព្រឹត្តចំពោះអ្នកដូចជាអ្នកបម្រើស្រីប្រាប់ការពិតទៅមីងលីតើនាងមកពីរាជធានីសំខាន់ជាងមនុស្សមកពីរាជធានីមែនទេកាន់តែមានអានុភាពជាងនេះទៅទៀតនោះគឺថាវាមកពីលើមេឃព្រះនៃសង្គ្រាមត្រូវតែខូចចិត្តលីឈូឈួតទៅហើយមែនទេភូមិទាំងមូលបានរងផលប៉ះពាល់ដោយការស្លាប់នេះមុនឆ្នាំថ្មីមនុស្សគ្រប់គ្នាដឹងហើយថាពេលគាត់រស់ឡើងវិញអ្នកត្រូវតែស្វែងយល់ថាតើអ្នកមិនច្រឡំជាមួយសត្វចម្លែកឬអត់ភូមិដាច់ស្រយាលមួយមិនអាចពួកគេដឹងពីរបៀបរៀបចំផ្ទៃធ្លាខ្ញុំបានយកវាចេញបន្ទាប់ពីអ្វីគ្រប់យ៉ាងស្អាតនិងមានរបៀបរៀបរយនេះជាខ្សែត្បូងដែលឆៃខៃបានឲ្យខ្ញុំតើអ្នកទទួលបាន God of War Token ដោយរបៀបណាតើវាអាចត្រូវបានគេលួចដែរឬទេការស្នើសុំការណែនាំពីថ្នាក់លើមិនអាចធ្វើឡើងតាមអំពើចិត្តបានទេមនុស្សគួរតែអរគុណអ្នកព្រះនៃសង្គ្រាមសញ្ញាសម្គាល់របស់អ្នកបានបង្ហាញខ្លួននៅក្នុងដៃរបស់ស្ត្រីរមែងស្លាប់ម្នាក់ Token របស់អ្នកបានបង្ហាញខ្លួននៅលើ Yefen វាស្ថិតនៅក្នុងដៃរបស់ស្ត្រីនោះនាងចង់ឲ្យនរណាម្នាក់រស់ឡើងវិញសូមតើអ្នកយល់ស្របទេឆន្ទៈស៊ីវិឈិនខ្ញុំមិនដែលគិតថាយើងនឹងបានជួបគ្នាម្ដងទៀតទេថ្ងៃដែលយើងបានជួបគ្នាតើអ្នកអាចនាំខ្ញុំឲ្យមានជីវិតឡើងវិញដោយរបៀបណាខ្ញុំបានជួបមនុស្សហំតាក់នៅថ្ងៃបន្ទាប់យើងទំនាក់ទំនងនេះដូចជាអាចកំបាំងមិនដែរដាច់ដោយឡែកលីជូហ៊ឺបានបង្ហោះរឿងដែលដូចមុនបេះដូងឲ្យខ្ញុំមិនចាំបាច់ធ្វើអ្វីទេគ្រាន់តែចាក់ចេញពីផ្ទះទៅកន្លែងនោះត្រូវបានរៀបចំយ៉ាងស្អាតនិងមានរបៀបរៀបរយទោះជាយ៉ាងណាក៏ដោយសាកសពរបស់លីឈូអាចមើលឃើញដោយភ្នែកទេទន់ខ្សោយដែលអាចមើលឃើញតើអ្នកណៃណាមិនស្រួលខ្លួនអ្វីគឺល្អទាំងអស់គ្រាន់តែខ្ញុំមានអារម្មណ៍មិនស្រួលខ្លួនវាកាន់តែធ្ងន់ទៅប៉ុន្តែនេះក៏មិនអាក្រក់ដែរយ៉ាងហោចណាស់ខ្ញុំចង់នៅក្បែរអ្នកគាត់មិនខ្វល់ទេប៉ុន្តែខ្ញុំមិនអាចសម្រាកបានស្រួលទេគាត់នៅផ្ទះម្ដាយខ្ញុំពួកគេបានជួយសង្គ្រោះខ្ញុំពីកណ្ដាប់ដៃរបស់ពួកគេខ្ញុំមិនអាចទ្រាំឃើញសេចក្តីសប្បុរសឬក្តីស្រឡាញ់ដែលនៅសេសសល់ឡើយគាត់បានចាក់ចេញពីខ្ញុំម្ដងទៀតបើអ្នកបន្តអូសបន្លាយរឿងនេះទៀតអ្នកនឹងពីរបីថ្ងៃក្រោយមកនៅលើភ្នំវវាងមានរឿងមួយអស្នេះអាចបំពេញថាមពលសំខាន់របស់មនុស្សបានតើអ្នកនឹងទៅរើសវាឲ្យខ្ញុំទេខ្ញុំរវល់យើងចិត្តដល់ហើយសិនស៊ីវឈៀនអត់ធ្មត់បន្តិចទៅពេលនាងទទួលបានថ្នាំហើយលីឈូនៅតែមានសង្ឃឹមឈប់នោះជារបស់ខ្ញុំព្រះអង្គសង្គ្រោះតើអ្នកកំពុងធ្វើអ្វីនៅទីនេះតើអ្នកស្គាល់គាត់ទេតើវាអាចទៅរួចទេដែលគាត់ជាមនុស្សដែលចូលចិត្តតាមដានអ្នកចៃដន្យឲ្យអ្វីម្លេះជួបគ្នាពេលក្រោយផ្ដល់ឲ្យខ្ញុំនៅ Ostwestmund តើអ្នកហ៊ានប្រើអំណាចអមតៈយ៉ាងដូចម្តេចក្នុងនាមជាមនុស្សធម្មតាម្នាក់ប្រគល់វាមកខ្ញុំវិញអស្ថពូតហេតុនេះគឺមានតែមួយគត់នៅក្នុងពិភពលោកបើគ្មានគ្រាប់ពូទេសិនស៊ីវឈិននឹងដំបងរបស់ទេពធីតារងរបួសគ្រាន់តែផ្ដល់ឲ្យនាងម្ដាយរបស់អ្នកចាស់ហើយសំបីតែជាមួយនឹងវត្ថុដ៏ទេវភាពនេះក៏ដោយវាគ្មានអ្វីក្រៅពីមិនមែនម្ដាយខ្ញុំទេគឺជាខ្ញុំឈឺខ្ញុំភ័យស្លន់ស្លោគាត់ត្រូវការអស្វេតមុនដើម្បីជួយសង្គ្រោះជីវិតរបស់គាត់ស៊ីជីឯងឈួតហើយឬនៅខ្លាយជានាងរឹងមាំណាស់អ្នកណាទៅគិតថាតើអ្នកឈឺទេសិនយូឈីងតើអ្នកនឹងរៀននៅពេលណាតើអ្នកបានកុហកទេឲ្យអស្វេតមុនទៅសេនយូយ៉ាងរហ័សសូមអរគុណព្រះនៃសង្គ្រាមដែលបានថែរក្សាខ្ញុំដើម្បីជាប្រយោជន៍របស់អ្នកដើម្បីជាប្រយោជន៍រយៈពេល2ឆ្នាំសូមអនុញ្ញាតឲ្យខ្ញុំយកអស្វេតមុនចេញអ្នកនៅតែជំពាក់ខ្ញុំនៅបំណងប្រាថ្នាមួយតើត្រឹមត្រូវទេខ្ញុំបានប្រើវាដើម្បីដោះដូរយកអស្ថមតៈអ្នកគឺជាអ្នកដែលនិយាយថាទេនៅពេលនោះខ្ញុំគ្មានបំណងទេហើយឥឡូវនេះអ្នកចង់ឲ្យខ្ញុំបំណងប្រាថ្នាទី2របស់អ្នកនឹងត្រូវបានបំពេញតើអ្នកកំពុងធ្វើពុតជាធ្វើពុតនៅពេលនោះមែនទេតើអ្នកពិតជាចង់បានច្រើនជាងនេះមែនទេខ្ញុំមិនដែលស្រមៃថាបន្ទាប់ពីរស់នៅនិងធ្វើការជាមួយគ្នាអស់រយៈពេល2ឆ្នាំនៅក្នុងក្រសែភ្នែករបស់គាត់ខ្ញុំនៅតែជាឧក្រិដ្ឋជនដែលលោភលន់
តើពួកគេហ៊ានឆ្មើងឆ្មៃនៅចំពោះមុខទេពធីតាយ៉ាងនេះឬសិនស៊ូជីងខ្ញុំគិតថាអ្នកធុញទ្រាន់នឹងការរស់នៅហើយមិនអីទេយូជីងហេតុអ្វីបានជាអ្នកទើបតែត្រឡប់មកវិញតើអ្វីគ្រប់យ៉ាងមិនអីទេសូមអភ័យទោសខ្ញុំមិនអាចទិញថ្នាំបានទេអ្នកគ្មានប្រយោជន៍អ្វីទាល់តែសោះតើរាងកាយរបស់អ្នកមានបញ្ហាអ្វីគ្រប់គ្រងខ្ញុំគិតថាវាជារឿងធ្ងន់ធ្ងរប៉ុន្តែវាប្រែជាពួកគេបានមករកខ្ញុំម្ដងទៀតយូជីងតើខ្ញុំអាចត្រឡប់ទៅវិញបានទេអ្នកត្រូវបានប្រទានពរពីស្ថានសួគ៌រួចហើយគូតើគាត់ហ៊ានសុំបន្ថែមទៀតដោយរបៀបណាវាទើបតែ2ឆ្នាំប៉ុណ្ណោះចាប់តាំងពីយើងបែកគ្នាហេតុអ្វីបានជាអ្នកងាយនឹងយំខ្លាំងម្ល៉េះខ្ញុំកំពុងឈរនៅទីនេះជាមួយអ្នកតើមានអ្វីដែលត្រូវខ្លាចនៅពេលនេះលីឈូខ្ញុំក៏នឹកអ្នកខ្លាំងណាស់ដែរ